ចាសួស្តីមកឡូរីនទំតាមានពេលក្នុងការកាត់តវីដេអូដែលឡូរីនបានទៅដើរលេងអញ្ចឹងបងប្អូនមកមើលតើឡូរីនបានដើរលេងទៅណានិយាយថាអ្នកមានកូនតូចបងប្អូនអត់ដូចយើងអ្នកមានកូនធំឬក៏ខ្លួនមួយទេទៅណាទៅណីត្រូវគិតកូនជាពិសេសមុនធ្វើដំណើរហ្នឹងត្រូវគិតថាគាត់បានញ៉ាំអីនៅអញ្ចឹងហើយត្រូវតែឲ្យគាត់ញ៉ាំបើមិនអញ្ចឹងទេគាត់ឈឺហើយក្មេងៗគាត់ត្រូវការចំណីអាហារគ្រប់គ្រាន់ឬក៏សម្រាប់គ្រប់គ្រាន់មុនពេលចេញដំណើរមិនអាចចេញដំណើរពេលព្រឹកព្រលឹមពេកដែរឬក៏ពេលយប់ជ្រៅទេបងប្អូនឯសាយក្មេងយប់ឡើងគាត់ងុយដេកគាត់ងើបអត់រួចទេគាត់ចូលចិត្តដេកទៅដល់ម៉ោងគាត់គេងគឺត្រូវគេងហើយគាត់អាចងើបដើរដូចយើងហើយមួយទៀតគឺពេលព្រឹកព្រលឹមនៅទីនេះសបុតយន្តហោះបើសិនជាយើងទិញពេលព្រឹកព្រលឹមហ្នឹងក៏វាធូរជាពិសេសពេលយប់ហើយនិងពេលព្រឹកព្រលឹមហ្នឹងព្រឹកព្រលឹមខ្ញុំចង់និយាយអំពីដូចម៉ោង5ម៉ោងអីចឹងដែលយើងត្រូវចេញដំណើរម៉ោង4ជាង5ទៅចេញដំណើរទៅពលានអីហ្នឹងក៏ពិបាកចំពោះការមានកូនតូចជាពិសេសដូចមានឡូរីនមានអីចឹងបងប្អូនគឺពិបាកណាស់ប៉ុន្តែសម្បត្តិបើនិយាយពីទិញអាម៉ោងពេលយប់ជ្រៅឬក៏ព្រលឹមគឺតម្លៃធូរមែនតើបងប្អូនអើយហើយឥឡូវនេះឡូរីនកំពុងដើររកមើលក្អីបាត់របស់គាត់បងប្អូនក្អីដែលមានលេខអញ្ចឹងគាត់ដើររកមើលតាមពិតទៅម្យ៉ាងដែរពេលទម្លាប់ឲ្យកូនដើរធ្វើដំណើរអញ្ចឹងទៅគាត់ក៏ដឹងមិនន័យថាគាត់ដឹងពីការរៀបចំខ្លួនមុននឹងចាក់ចេញពីផ្ទះគាត់ត្រូវការអីខ្លះហើយនៅពេលធ្វើដំណើរគាត់ត្រូវធ្វើអីខ្លះនៅតាមផ្លូវជាពិសេសដូចការជិះយន្តហោះអីចឹងតើគាត់តម្រូវឲ្យគាត់ធ្វើអីខ្លះនៅពេលគាត់ឡើងអង្គុយលើកៅអីគាត់ត្រូវការទាញខ្សែក្រវ៉ាត់ឬក៏តើកៅអីគួរទៅដាក់បែបណាដូចជាបង្អួចត្រូវតែបើកអញ្ចឹងគាត់យល់ដឹងអំពីចំណុចអស់ហ្នឹងដោយសារគាត់ឧស្សាហ៍ធ្វើដំណើរហើយយើងជាម្ដាយអាសាប្រាប់គាត់ថាគួរធ្វើអីខ្លះនៅពេលដែលកូនធ្វើដំណើរចានេះគឺជាទេសភាពដែលយើងថតនៅលើយន្តហោះឃើញតែពពកសប៉ុន្តែមើលទៅស្អាតដល់បងប្អូនប្លែកភ្នែកឃើញតែមានព្រះអាទិត្យអញ្ចឹងឯងបងប្អូនប៉ុន្តែម៉ោង8 9ព្រឹកទេដូចខ្ញុំនិយាយអញ្ចឹងខ្ញុំមិនដែរជិះពេលព្រឹកព្រលឹមពេកទេគឺខ្ញុំជិះតែពេលថ្ងៃឯងចន្លោះពីម៉ោង9 10រហូតដល់ម៉ោង3ម៉ោង4ម៉ោង5ហ្នឹងនិយាយទៅគឺពេលថ្ងៃនៅពេលដែលគាត់អត់គេងទេដើម្បីងាយស្រួលក្នុងការធ្វើដំណើរបងប្អូនមើលពីលើនេះគឺជាទេសភាពដែលនៅពលានយន្តហោះបាសេឡូណាបាសេឡូណាក៏ជាទីក្រុងមួយធំនៅក្នុងប្រទេសអេស្ប៉ាញដែរហើយក៏នៅទីតាំងជាប់មាត់សមុទ្រអញ្ចឹងហើយបានជាបងប្អូនឃើញសមុទ្រនៅជាប់ទីក្រុងដោយសារបាសេឡូណាគឺនៅជាប់នឹងសមុទ្រតែម្ដងជ្រោយសមុទ្រហើយរ៉េណាគឺជាក្រុមហ៊ុន airline ដែលលក្ខណៈសន្សំចៃហើយមានតម្លៃធូរបងប្អូននៅទីនេះមានប្រមាណ airline ដែលមានតម្លៃសមរម្យដែលបងប្អូនអាចជិះទៅហើយមិនចំណាយលុយច្រើនទេបងប្អូន30-40 យូរ៉ូអីទេមួយជើងពេលខ្លះ promotion តែ20ឬក៏30 យូរ៉ូនោះបងប្អូនអាចជិះពេញទីក្រុងនៅក្នុងប្រទេសអេស្ប៉ាញបានហើយពេលខ្លះនិយាយត្រង់គឺតម្លៃធូរជាងជិះរទេះភ្លើងផងហើយសំខាន់វាលឿនហើយឆាប់ដល់នៅទីនេះគឺខ្ញុំថតយកទស្សនវិជ្ជានៃប្រលានរបស់បាសេឡូណាបងប្អូននេះគឺជា arrival ដែលពេលយើងមកដល់គឺហ្នឹងហើយចំពោះខ្ញុំវាមានទំហំល្មមមិនធំហើយក៏មិនតូចដែរនិយាយទៅហើយនៅពេលយើងមកដល់អញ្ចឹងគឺយើងត្រូវទៅយកអីវ៉ាន់ប៉ុន្តែដោយសារខ្ញុំនឹងឡូរីនខ្ញុំមិនដែលមានអីវ៉ាន់អីទេគឺមានតែមួយសាក់កាដូខាងក្រោយខ្នងនឹងជាពិសេសនៅទីនេះគឺគេចូលចិត្តស្ពាយតែមួយសាក់កាដូអញ្ចឹងដោយសារការយកអីវ៉ាន់ច្រើនទីមួយពិបាកក្នុងការវេចខ្ចប់យួរហើយក៏ពិបាកក្នុងបងថ្លៃទៅលើទម្ងន់ដែលយើងដាក់ហ្នឹងទៅយើងត្រូវទិញវ៉ាលីថែមទៀតអញ្ចឹងទៅណាទៅណីតែ2 3ថ្ងៃអីបងប្អូនដាក់តែម្នាក់មួយសាក់កាដូស្ពាយក្នុងហ្នឹងគ្រប់គ្រាន់ហើយណាមួយខ្ញុំមានឡូរីនផងខ្ញុំមិនដែរចូលចិត្តយកអីវ៉ាន់អីច្រើនទេពីច្រើនដាក់តែអីវ៉ាន់ឡូរីនដែលគាត់ត្រូវការដូចថ្នាំកាអាវនិងរបស់ប្រើប្រាស់ចាំបាច់របស់គាត់ហ្នឹងបើម្ដាយវិញគឺគ្មានដាក់អីទេបងប្អូនធ្វើម៉េចឲ្យតែគាត់បានស្រួលទៅព្រោះសារយើងមានក្មេងយើងអាចយួរញ៉ៃញ៉ៃបានទេនេះជាចំណតតាក់ស៊ីបងប្អូនប៉ុន្តែយើងនឹងត្រូវជិះឡានក្រុងដោយសារវាមានតម្លៃធូរអញ្ចឹងចំពោះការជិះឡានក្រុងនៅក្នុងទីក្រុងបាសេឡូណាក៏ស្រៀងនឹងទីក្រុងម៉ាឡាកាដែរបងប្អូននិយាយតែប្រព័ន្ធ system ទោះបីជាកិច្ចសហគមន៍ស្វ័យយ័តផ្សេងគ្នាប៉ុន្តែប្រព័ន្ធវាមិនសូវខុសគ្នាទេបងប្អូនស្រៀងគ្នាណាគឺយើងត្រូវទិញកាតដើម្បីយើងជិះកាតមួយគឺយើងអាចប្រើរយៈពេល48ម៉ោងមួយទៀតគឺយើងទិញលក្ខណៈចំនួន10អញ្ចឹងការទិញនេះគឺស៊ីសងទៅលើខ្លួនយើងទេតែយើងចង់ទិញឬក៏ប្រើបែបណាទៅតាមតម្រូវការដែលយើងនឹងជិះនឹងហើយឡូរីននិយាយទៅសមឲ្យបងប្អូនជាមួយការធ្វើដំណើរនេះនៅក្នុងឡានក្រុងគាត់សុំតែជិះម្នាក់ឯងអញ្ចឹងរហូតមិនតម្រូវការឲ្យម៉ាក់អង្គុយកំដរគាត់ទេគឺគាត់អាចជិះតែខ្លួនឯងបានអរគុណបងប្អូន